សពដែលខ្ញុំបូជានេះគឺជាសពស្ត្រីពោះធំកុំភ្លុកលោកកូនខ្ញុំទៅណាអត់ទៅយើងសន្យារស់នៅដល់ចាស់ជាមួយគ្នាមើលកូនយើងរៀនដើរជាមួយគ្នាកូនហើយកូនពពោះទាំងខ្លួនឯងកំពុងតែខ្សោយបេះដូងបងថាប្រយ័ត្នខ្ញុំលើកទៅថាមនុស្សស្រីពោះធំចិត្តនឹងកើតគឺពួកអាមនុស្សតែងតែចង់មកបៀតបៀនខ្លាលោកអញធ្វើអីសនហេតុអីក៏គេមើលឃើញកូនហេតុអីក៏ម៉ែមើលឃើញកូនកូនម្ដាយឲ្យម៉ែសុំឃើញកូនម្ដងបានអត់សុំតែម្ដងក៏បានដែរកូនខ្លាទោះបីជាមាននឹងអីក៏ដោយក៏យើងត្រូវតែធ្វើឲ្យចប់ចង់ចប់ដើមដែរចាំថាការងារពួកយើងគឺជាអ្នកជួនដំណើរគេលើចុងក្រោយ